តោតអ្នកចូលចខេនមិនយល់អារម្មណ៍មួយនឹងមហូបឆ្អិនស្រាប់នៅលើតុហ្នឹងមិនចេះតែធ្វើអត់បានគិតមកឯណាថ្ងៃនេះវល់វក់ល្ងាចឯម៉ោងចង់7ឯដើរក្បែរគៀនចកាហ្នឹងក៏បានតគួនត្រឡប់ខ្លាញ់មកផ្ទះទៅតែមិនមែនតគួនត្រឡប់ខ្លាញ់ប៉ុណ្ណឹងហើយឯណាក៏មាន3-4មុខទៀតដែរមានឆាបន្លែនោះសល់ពីផឹកបន្តិចទៅនៅសាច់ជ្រូកអំពងបន្ទាប់មួយម្ជូរបុកនោះមួយមុខទៀតទៅបើតាមធ្វើតែមួយមុខមិនអីទេតែណាស់តា3-4មុខអីអញ្ចឹងណាបានញ៉ាំកើតចូលចក្រានម្ដងមិនដឹងថាពិបាកប៉ុណ្ណាទី1លុយកាក់ត្រូវសំចាយទៀតមិនចេះតែធ្វើព្រុសឲ្យតែឆ្ងាញ់ទេណាឆ្ងាញ់តែមកពេលហ្នឹងចាំមកពេលក្រោយបានអីឆ្ងាញ់ទៀតបើអត់លុយហងហ្នឹងថ្ងៃនេះពេលប៉ក់ហ្នឹងតគួនខ្លួនឯងហើយពងទាហ្នឹងក៏ពងទារបស់ឯងដែរអញ្ចឹងវារួចខ្ទង់ 4-5 ពាន់ដែរបានមកពេលដ៏ឆ្ងាញ់តគួនហ្នឹងតគួនដាំខ្លួនឯងអាហ្នឹងគេហៅតគួនពូជស្រួយបងប្អូនមិញហ្នឹងម៉ាក់ក៏ដកយកទៅលក់បានប្រហែលជា 3-4 គីឡូហើយអញ្ចឹងខ្ញុំស្ដាយទូចនៅតាមហងនឹងចឹងណាអញ្ចឹងក៏បេះវាទៅត្រឡប់ខ្លាញ់នឹងឯងហើយដូចដើមវីដេអូអញ្ចឹងមើលតែមាត់ខ្ញុំញ៉ាំតគួននឹងទៅដឹងថាឆ្ងាញ់ឬក៏អត់ហើយបេះបានមកកូនកញ្ឆែងនឹងឯងយកទៅត្រឡប់ខ្លាញ់ឥឡូវតគួនយើងដកមកហងនៅសល់3ហងទៀតតំដាក់យំទៅផ្ទះខ្ញុំតំណាំធម្មជាតិនឹងមានច្រើនគួរសមដែរងាកដាំនេះដាំនោះចឹងទៅយើងមានហូបគ្រាន់ជិបចប់តំណាំរបស់ខ្លួនឯងចឹងណាអញ្ចឹងងាកមកមើលម៉ាក់គាត់ដកតគួននឹងឯងយកទៅលក់ថ្ងៃស្អែកព្រោះតគួនយើងហូបតែឯងនឹងហូបអត់អស់ទេសល់ស្លឹកតគួនសល់អីនឹងខ្លះទៅដាក់ឲ្យទាដាក់ឲ្យអីគ្រាន់បានពងទៅធ្វើម្ហូបទៅរួចមកពេលហើយបកមកក្រូចឆ្មាយើងវិញឥឡូវនេះក៏ល្អដែរបងប្អូនចង់បានក្រូចឆ្មាអីក៏មានដែរណាកូនស្រីខាងណាដឹងឯតែកូនស្រីខាងនេះចិត្តក្តៅបន្តិចធ្វើអីក៏ដោយតែអត់តន់ចិត្តលើកចាក់ឯងហើយថ្ងៃហ្នឹងអង្គុយធ្វើការសុកសោះហ្នឹងណាឃ្លានជ្រក់តគួនរបៀបថាយើងឃ្លានបបរសមួយជ្រក់តគួនអីចឹងចេញពីធ្វើការវិញមិនទាន់ទេហើយគាត់ជូននៅផ្ទះមានតគួនស្រាប់ផងទៀតតែតគួនចុងក្រោយអីហ្នឹងវាអត់សូវល្អហ្មងទេតគួនរៀងទឿខ្លីដូចម្ចាស់អីអញ្ចឹងណាប្រម៉ែប្រម៉ូផ្សាយផ្សាំតងំតបានមកកងហ្នឹងយូរដែរហ្នឹងបងអូននិយាយអញ្ចឹងបងប្អូនមានឃើញរឿងស្រែគួរខ្ញុំនៅក្រោយហ្នឹងឯងស្រែគួរខ្ញុំចេញផ្កាយណាបងអូន2ខែគត់ងំបានផ្កាបើនិយាយពីធ្វើជ្រក់តគួនថ្ងៃនេះគឺអត់មានចាំបាច់ត្រូវការចំណាយលុយថ្ងៃកាក់អីចាគល់ចក្រីទេឯងមានទៀតកាត់មកយកចង់បានអាខ្ចីចង់បានអាចាស់យកតាមការចូលចិត្តមកហើយនេះក្រូចឆ្មាខ្លួនឯងក៏មានដែរតែខ្ញុំបេះតែ3ផ្លែឯងដែលសារតែធ្វើជ្រក់តគួនអត់ត្រូវការជូរខ្លាំងពេកទេបងប្អូនបន្ទាប់ពីបានតគួនគ្រឿងក្រៅទាំងអស់ហើយឥឡូវនេះយើងមកបុកទឹកត្រីកោះកុងសិនខ្ញុំមិនដឹងថាបងប្អូនធ្វើជ្រក់តគួនហ្នឹងស្ទាយបែបម៉េចទេតែសម្រាប់ខ្ញុំគឺខ្ញុំយកតគួននឹងឯងទៅលាងទឹកឲ្យស្អាតហើយច្របាច់វាឬក៏ដំវាទុកឲ្យបានច្របាច់អំបិលអញ្ចឹងណាលាងទឹកឲ្យស្អាតអីហើយយើងទុកវាឲ្យស្ងួតទឹកទៅហើយគ្រឿងផ្សំរបស់យើងមានដូចជាទឹកត្រីកោះកុងយើងនឹងបុកហើយស្រេចនឹងមកមានខ្ញីបន្តិចទៅគល់ស្លឹកគ្រៃហាន់ស្ដើងបន្តិចមកហើយយកវាមកលាយចូលគ្នាមកភ្លក់មើលសាបប្រៃជូរហឹរតាមការចូលចិត្តហើយគឺបានហើយសម្រាប់ខ្ញុំធ្វើថ្ងៃហ្នឹងរៀងហឹរបន្តិចបងប្អូនតែគ្រាន់តែថារសជាតិញាក់អែមហ្មងណាបើបានជាមួយនឹងសាច់ជ្រូកអំពងឬក៏គោងទៀតអីមក